นี่ផ្ទាំងគំនូយើងស្នាដៃក្រុមអូនមានប៉ុន្មានអ្នកមាន5នាក់អ្នកគ្រូអូនអ្នកគូមែនអត់គូម្នាក់បន្តិចត្រូវអត់អ្នកគ្រូពួកយើងរួមមកកម្លាំងគ្នាជាសាមគ្គីដើម្បីបង្កើតបានជាស្នាដៃមួយនេះចាហើយរូបភាពហ្នឹងអត្ថន័យនិយាយពីអីរូបភាពមួយនេះបង្កប់នៅអត្ថន័យបង្ហាញថាអនាគតផែនដីគឺស្ថិតនៅក្នុងដៃរបស់ពួកយើងប្រសិនបើយើងចង់បានភពផែនដីបែបណាគឺអាស្រ័យលើទង្វើរបស់ពួកយើងហើយរូបខាងឆ្វេងបែបនេះអញ្ចឹងប្រសិនបើយើងចេះថែរក្សាឬក៏ការពារបរិស្ថានឬក៏ភពផែនដីយើងអញ្ចឹងភពផែនដីពេលនោះនឹងមានសភាពស្រស់បំព្រងពណ៌បៃតងសម្បូរទៅដោយខ្យល់បរិសុទ្ធជាដើមហើយមួយផ្ទុយទៅវិញប្រសិនបើយើងចង់បំផ្លាញនៅភពផែនដីរបស់ពួកយើងមិនចេះថែរក្សានោះភពផែនដីរបស់យើងនឹងពោពេញទៅដោយភាពមិនស្អាតបាតមិនស្រស់បំព្រងសម្បូរទៅដោយភាពខ្មាំងងងឹតសម្បូរទៅដោយផ្សែងជាដើមហើយមួយវិញទៀតគឺអត់សម្បូរទៅដោយខ្យល់ជាច្រើនទេចាចឹងយើងដឹងថាកត្តាអ្វីខ្លះដែលធ្វើឲ្យបរិស្ថានខូចការនេះកត្តាដែលធ្វើឲ្យបរិស្ថានខូចដូចជានេះការចោលសម្រាមការកាប់បំផ្លាញព្រៃឈើហើយនឹងការយើងប្រើប្រាស់ប្រៃឥន្ធនៈច្រើនណាមួយយើងបំពុលអាកាសធាតុអញ្ចឹងធ្វើអាកាសធាតុយើងប្រែប្រួលយើងដឹងហើយថាមកជាហៀងនេះគឺជាកត្តាដែលធ្វើឲ្យបរិស្ថានយើងខូចខាតអញ្ចឹងដើម្បីឲ្យបរិស្ថានយើងស្អាតជាងយើងត្រូវធ្វើអីគេខ្លះចាបាទដើម្បីឲ្យបរិស្ថានយើងស្រស់ស្អាតនិងសម្បូរទៅដោយធម្មជាតិពណ៌បៃតងគឺយើងត្រូវនាំគ្នាដាំឈើឲ្យបានគ្រប់គ្នាហើយយើងត្រូវតែកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបានទាំងអស់គ្នាចាអរគុណហើយរូបភាពនេះប្រកបដោយអត្ថន័យមែនតើអញ្ចឹងអ្នកគ្រូចង់សួរថាតើរូបភាពនេះចំណាយពេលរយៈពេលប៉ុន្មានថ្ងៃក្នុងការគូរពេលយូរដែរនេះគ្រូដោយសារយើងមកទឹកយើងជួបគ្នាតែម្ដងទេក្នុងការគូររូបហ្នឹងចាចំណាយពេលរៀងយូរដែរអូខេប៉ុន្តែយើងបានតាំងស្នាដៃយើងដែលយើងរៀននៅគ្រូកសល2ឆ្នាំហ្នឹងយើងមានអារម្មណ៍មិនដែរគឺសប្បាយចិត្តរៀនអ្នកគ្រូតែឃើញសមិទ្ធផលរបស់ឆ្នាំមុនបានមានឡើងមកចាអញ្ចឹងសង្ឃឹមថាឧទាហរណ៍ថា10ឆ្នាំឬក៏20ឆ្នាំក្រោយនៅពេលដែលយើងឃើញណាអូខេអញ្ចឹងយើងនៅបង្ហាញស្នាដៃហ្នឹងឲ្យកូនយើងឬក៏កូនសិស្សយើងឃើញអញ្ចឹងណាអូខេអញ្ចឹងអរគុណច្រើនអូខេចាស្នាដៃគ្រូសាស្ត្រឯកទេសជីវៈអូខេធម្មជាតិជាដង្ហើមនៃជីវិតនេះសិលធម៌ពលរដ្ឋចំណេះដឹងមានតម្លៃគ្រប់ជំហានចាំនៅសេតិចដាក់ចូលគ្រប់យើងនេះក្រុមអូនេះអត់ដាក់ឈ្មោះទេគំនូអញ្ចឹងគំនូនឹងត្រូវតាំងនៅថ្ងៃពណ៌នេះដោយសិស្ស4នាក់នីលីណាតនីយ៉ាសំណប់ហើយនិងគុនទ្រីរូបភាពមួយគឺសិតតែបង្កប់នៅអត្ថន័យទាំងអស់នេះអត់មានចំណងជើងទេប៉ុន្តែរូបភាពចេញមករស់រវើកហ្មងនេះចេញមកដឹងប្រកបអត្ថន័យយល់ន័យហ្មងមេអំបៅគេនេះសិល្បៈសាស្ត្រសិល្បៈសាស្ត្រសម័យសម្រស់កំពុងអូប៉ានខ្យល់នេះកណិតជានេះក្រុមកណិតឯយ៉ាងចេញមកគឺកណិតហ្មងអញ្ចឹងយើងនឹងធ្វើការដំឡើងនៅថ្ងៃពហុនៅគ្រូសាស្ត្រភូមិភាគខេត្តព្រៃវែងហើយគូសឡើងដោយគ្រូសាស្ត្រចំនួនគ្រូសាស្ត្រ12/2ចំនួន32គ្រប់ឯកទេសគំនូហ្នឹងក្រុមអូនអ្នកគូមែនហើយអត្តន័យនិយាយពីអីអត្តន័យនិយាយអំពីចំណេះដឹងមានតម្លៃគ្រប់ជំហានគ្រូអញ្ចឹងទៅណាក៏មានតម្លៃដែរត្រូវអត់បាទអ្នកគ្រូចំណេះដឹងតម្លៃគ្រប់ជំហានយើងធ្វើដំណើរទៅស្រ័យចាក្រុមហ៊ុនស្រស់បាទអ្នកគ្រូចានេះគឺជារូបក្រុមអាចរូបសាស្ត្រឯកទេសគឺសាស្ត្រខ្មែរសិលធម៌ពលរដ្ឋវិជានៅសាលាណានៅមជ្ឈមណ្ឌលគ្រូផ្សល់ភូមិភាគខេត្តព្រៃវែងគ្រូដឹកនាំគ្រូដឹកនាំលោកគ្រូឧទេសសាស្ត្រសមុទ្រណាគ្រូសាស្ត្រសមុទ្រនេះអាទិត្យក្រោយបានជុំគ្នាតើដល់ពេលចុងក្រោយឬថាទៅណាទៅណីអាចជុំគ្នាហើយនេះគឺជាសមាជិកភាពលោកគ្រូដែលបានដឹកនាំដល់គ្រូសាស្ត្រទាំងអស់ក្នុងការគូរគំនូអញ្ចឹងលោកគ្រូគឺមានឈ្មោះថាលោកគ្រូសាស្ត្រសមុទ្រគាត់ជាគ្រូឧទេសផ្នែកសិល្បៈគំនូហើយគាត់ក៏បានដឹកនាំទៅដល់គ្រូសាស្ត្រចំនួនទី32ទាំងអស់នៃមជ្ឈមណ្ឌលគ្រូសាស្ត្រភូមិភាគខេត្តព្រៃវែងក្នុងការគូរគំនូនេះ